ជំរាបសួរពុកម៉ែបងប្អូននៅក្នុងវីដេអូនេះគឺខ្ញុំចង់មកនិយាយអំពីតាក់ទងទៅនឹង Field Series បន្តិចនៅក្នុង Excel បាទអញ្ចឹងខ្ញុំចង់លើកតាក់ទងជាមួយនឹងការដាក់លេខរៀងនេះបាទលេខរៀងជាទូទៅពុកម៉ែបងប្អូនពេលដែលធ្វើការងារគឺយើងអាចវាយលេខ1ហើយយើងដាក់ម៉ៅនៅជ្រុងខាងក្រោមនេះយើងធ្វើការចាប់ទាញអូសបាទយកម៉ៅអញ្ចឹងយើងទាញអូសចង់ដល់លេខប្រមាណក៏បានដែរហើយយើងផ្លាស់ប្ដូរយកមុខងារ Field Series ឃើញថាលេខរបស់យើងគឺរត់បាទពីលេខ1រហូតដល់លេខចុងក្រោយរបស់យើងដែលយើងឈប់ត្រឹមប៉ុន្មានគឺទីថាឥឡូវយើងឈប់ត្រឹម31គឺលេខ31អញ្ចឹងទៅបាទប៉ុន្តែយើងមានវិធីទៀតពុកម៉ែបងប្អូនខ្លះក៏គាត់វាយបាទលេខ1លេខ2អញ្ចឹងទៅហើយយើងធ្វើការអូសទៅតែម្ដងក៏បានដែរបាទបែបនេះក៏បានឬក៏យើងមានវិធីមួយទៀតពុកម៉ែបងប្អូនមានតែបាទវាយលេខចំនួនលេខ1ក៏បានហើយយើងចូលទៅតាមរយៈកន្លែង field នេះបាទយើងយកពាក្យថា series រួចពុកម៉ែបងប្អូនជ្រើសរើសនៅត្រង់កន្លែងនេះយើងយកពាក្យថា column បាទហើយនៅកន្លែង step value នេះយើងចាប់ផ្ដើមពីលេខ1បាទលេខ1នឹងបញ្ចប់មកវិញលេខប្រមាណឧទាហរណ៍ថាឥឡូវលេខ100បាទប៉ុណ្ណឹងទៅយើង enter មកអញ្ចឹងចំនួនរបស់យើងនឹងទៅដល់100បាទនេះគឺជាវិធីងាយៗក្នុងការបាទដែលយើងអាចវាយបញ្ចូលលេខរៀងដោយលឿនបាទយើងប្រើមុខងារ Field Series បាទចាអរគុណយើងនឹងជួបគ្នានៅវីដេអូក្រោយ